miền nè khác bắt đau rồi hô to tới tu bạn dương từ chia bá dương hô pê rồi có dứt dao trong cà chia bá chấm này pê về dú chấm này prạ chăn chun các ọt bạn màu bình tề chẳng hạn đấy ta bỏ chữ ấy phóng từ pê để mình chạy sọc phiệp ổn à lấy chỉ miệt xua thay chạy sọc phiệp nắng miền đây tham mấy rồi có bên nứt sọc phiệp nắng miền đây tham mấy bà xung chơi bà tam bất tới bên nứt rồi có chạy nắng đôi giặc nia thì dương thà nè khác thà từ chạy mưa sọc phiệp mưa mình chẳng này bây giờ dương song say tha ê mình từ chạy pê rồi nét khác còn gì chẳng từ chạ pet nè khác từ chạ pet từ chạ pet này chỉ phải bong phôn mai làm dương chân từ chạ pet nhớ là này chạ pet hay từ check pet em biết ấy từ bạch check thì pet luôn từ miền sáp ấy chẳng dương check sau cổ phiệp check nắng miền đây là từ truột nương ai truột phía nứt sau cổ phiệp mà vì sao thay cao truột đái truột đái chẳng check truột phía nứtโดยจากนี้เลยไปตรวจสุขภาพโอ้ไปโรงพยาบาลสุขภาพเกี่ยวกับสุขภาพโดยยังเต้สุขภาพบ้านจังกี่ปลาโดยจากนี้นั้นจังจะตรวจเป็นสุขภาพนี้หากได้บางอย่างจะตรวจเป็นสุขภาพปีปลัวตรวจเป็นสุขภาพนี้มีจำนวนสำคัญจีจรานได้บางคนยืงมือรำลองมาจีตุเตอai ta khuôn ai như rừng móm ọt miền Pành Há ta kết thà ọt ấy thì mình chăm bạch tập bạch thì chẳng ca để thuê và hái bê khá vì thuê dương thọt lốiក្នុងការគ្រប់គ្រងជីវិតរបស់យើងបាទជីវិតរបស់យើងវានៅគង់វង្សជាមួយយើងបានលុះត្រាតែយើងចេះពីវិធីថែទាំជីវិតហ្នឹងសំខាន់ជាងគេនោះគឺសុខភាពនេះឯងពីព្រោះសុខភាពធ្វើឲ្យជីវិតស្រស់បំប្រងអញ្ចឹងណាបាទអញ្ចឹងដើម្បីថែទាំជីវិតហ្នឹងត្រូវចេះថែទាំសុខភាពចេះថែទាំសុខភាពថ្ងៃនេះយើងនឹងចែករំលែកលោកអ្នកអំពីចំណុចសំខាន់មួយចំនួនដែលយើងយកមកជជែកគ្នាជាមួយលោកអ្នកនៅក្នុងកម្មវិធីស្ដាប់តិចចេះច្រើនមិញលោកចាប់និតលើកឡើងថាការពិនិត្យសុខភាពមានន័យថាឬក៏ទៅឆែកសុខភាពនោះមានន័យថាយើងទៅដើម្បីឲ្យពេទ្យពិនិត្យមើលសរីរៈផងយើងមកពេញតួខ្លួនអាចតែផ្នែកណាមួយយើងមានបញ្ហាអីអត់យើងលើសខ្លាញ់អត់ឈាមយើងមានសុខភាពល្អអត់ឈាមយើងមានមេរោគទេបាទយើងឈឺក្បាលវិលមុខអីជាដើមហ្នឹងតើវាមានអីមិនប្រក្រតីនៅខាងក្នុងដែលយើងអត់បានដឹងដែរឬអត់ប៉ុន្តែចង់ត្រឡប់មកសួរថាអាការឆែកសុខភាពនោះវាយើងតល់ទៅពេទ្យអញ្ចឹងឬក៏យើងអាចឆែកដោយខ្លួនឯងបានតែមកឧបករណ៍មកលមមអីចឹងទៅឧទាហរណ៍សម្ពាធឈាមអីយើងអាចមើលតែខ្លួនឯងចឹងបានឬក៏ទៀងថាយើងទៅពេទ្យទៅវាល្អប្រសើរបាទតាមពិតទៅ check up សុខភាពបើយើងអត់មានជំនាញយើងអត់ដឹង check ធ្វើម៉េចផងបាទសូម្បីតែបងប្អូនយើងឥឡូវនេះសម័យទំនើបឃើញមានឧបករណ៍ខ្លះដែលយើងយកមកប្រើប្រាស់សម្រាប់ធ្វើ test មើលស្ករឈាមបាទមើលឈាមមើលតេស្តឈាមខ្លួនឯងមើលស្ករមើលវាស់សម្ពាធឈាមអីហ្នឹងវាបានខ្លះដែរប៉ុន្តែមាន device ខ្លះទៀតគេដាក់នៅនាឡិកាអីណាបាទមាននៅនាឡិកាមានហ្នឹងហើយបេះដូងចង្វាក់បេះដូងប៉ុន្តែសួរថាហ្នឹងគេយកទៅធ្វើរោគវិនិច្ឆ័យកើតអត់បាទឆ្លើយថាអត់កើតទេបាទចុះគេផលិតវាមកធ្វើអីគេផលិតវាមកដើម្បីឲ្យយើង control បាទឲ្យយើងដឹងឲ្យ control មានន័យថាឲ្យយើងមកថាទៅពេទ្យប្រាប់យើងថាយើងកើតជំងឺទឹកនោមផ្អែមហើយបាទក៏ប៉ុន្តែយើងមិនអាចទៅតេស្តឈាមនៅពេទ្យរាល់ថ្ងៃទេបាទអញ្ចឹងឧបករណ៍ device នេះមួយគឺយើងធ្វើតេស្តដើម្បី control ដើម្បីត្រួតពិនិត្យតាមដានបន្តអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រយោជន៍នៃការត្រួតពិនិត្យសុខភាពដំបូងមានន័យថាយើងមិនឈឺទេបាទកុំចាំដល់យើងឈឺបានយើងទៅត្រួតពិនិត្យសុខភាពគឺយើងទៅត្រួតពិនិត្យសុខភាពដើម្បីរកឲ្យឃើញថាខ្លួនយើងមានសុវត្ថិភាពឬក៏អត់មានសុវត្ថិភាពបាទអញ្ចឹងត្រួតពិនិត្យសុខភាពឬ check up សុខភាពនេះវាមានអត្ថប្រយោជន៍សំខាន់ណាស់គឺធ្វើឲ្យយើងអាចដឹងអំពីសុខភាពទូទៅរបស់ខ្លួនយើងឲ្យយើងប្រកាសថាយើងមានសុវត្ថិភាពដែរអត់ហើយមានគ្រោះថ្នាក់អីវានឹងកើតឡើងអញ្ចឹងវាមានចំណុចច្រើនទៀតនៅក្នុងផលប្រយោជន៍នៃការ check up សុខភាពឬក៏ត្រួតពិនិត្យសុខភាពជាមុនហ្នឹង
បាទផលប្រយោជន៍ទាំងនោះកាលណាយើង check ទៅយើងនឹងបានប្រយោជន៍អីមកវិញអញ្ចឹងណាទី1យើងនឹងដឹងថាយើងមានជំងឺរ៉ាំរ៉ៃដែរអត់បាទវាកើតមានអ្នកខ្លះបដោយរហូតតលតែផ្ទុះបានយើងទៅព្យាបាលយើងហួសពេលឬក៏យឺតយ៉ាវក្នុងការព្យាបាលចំណាយពេលវេលាយូរចំណាយប្រាក់ច្រើនជួនកាលអត់បានមកវិញទេអញ្ចឹងណាបាទអញ្ចឹងកាលណាយើងទៅត្រួតពិនិត្យសុខភាពឲ្យបានឆាប់រហ័សវាមានន័យថាយើងបានថែទាំរាងកាយយើងនិងជីវិតយើងឲ្យវាល្អប្រសើរមួយហើយនៅពេលដែលយើងមានជីវិតល្អប្រសើរវានឹងនាំយើងឲ្យទៅធ្វើអីបានទៀតអញ្ចឹងណាបាទអញ្ចឹងទី1យើងកាលណាយើងត្រួតពិនិត្យសុខភាពប្រយោជន៍គឺយើងបានមកគឺធ្វើឲ្យយើងដឹងពីបញ្ហាបានមុនរៀបចំផែនការបានមុនបាទទី2យើងអាចមានប្រយោជន៍ទៅតាមដាននៅអ្វីខ្លះដែលខ្លួនយើងនឹងមានឬក៏ជំងឺរ៉ាំរ៉ៃឧទាហរណ៍យើងកើតជំងឺឡើងសម្ពាធឈាមយើងកើតជំងឺទឹកនោមផ្អែមអញ្ចឹងយើងបានតាមដានយើងបានត្រួតពិនិត្យវាថាតើការវិវត្តរបស់រាងកាយនិងសុខភាពយើងហ្នឹងវាដល់ណាហើយអញ្ចឹងណាអញ្ចឹងវាមានប្រយោជន៍បែបហ្នឹងហើយយើងទៅត្រួតពិនិត្យសុខភាពបានប្រយោជន៍អីមកទៀតគឺបានប្រយោជន៍ឲ្យយើងទទួលបាននៅការពិគ្រោះយោបល់ពីគ្រូពេទ្យឧទាហរណ៍ថាយើងនៅក្នុងគ្រួសារយើងធ្លាប់មានឪពុកម្ដាយជាអ្នកទឹកនោមផ្អែមបាទឪពុកម្ដាយជាអ្នកឡើងសម្ពាធឈាមហើយជំងឺមិនឆ្លងណាបាទដូចយើងជ្រាបមិញហ្នឹងបាទអញ្ចឹងរឿងរ៉ាវមួយចំនួនទៀតដែលយើងគិតថាយើងអាចពាក់ព័ន្ធនឹងពួកគាត់ដែរអញ្ចឹងយើងទៅជួបគ្រូពេទ្យនឹងប្រាប់យើងបើយើងធាត់ឡើងទម្ងន់ខ្លាំងហៅ obesity បាទឡើងទម្ងន់ខ្លាំងគ្រូពេទ្យនឹងប្រាប់យើងថាបងនឹងប្រឈមមុខជាមួយនឹងកើតជំងឺទឹកនោមផ្អែមដូច្នេះបងចាំបាច់ត្រូវតែគ្រប់គ្រងរបបអាហារហើយហាត់ប្រាណឲ្យបានទៀងទាត់គ្រប់គ្រងរបបអាហារធ្វើបែបនេះទៅត្រួតពិនិត្យសុខភាពគឺអញ្ចឹងដោយសារហេតុផលគឺបងមានបញ្ហាលំពេងឧទាហរណ៍អញ្ចឹងបងមានបញ្ហាខ្លាញ់ឡើងខ្លាំងហើយបើសិនបងអត់ធ្វើទេទៅមុខបងនឹងកើតជំងឺឡើងសម្ពាធឈាមធ្ងន់ធ្ងរអាចវិវត្តទៅចេះអញ្ចឹងជំងឺដែលកើតមានខ្លួនយើងវាមិនមែនកើតភ្លាមទេភាគច្រើនគឺវាប្រាប់យើងមុនប៉ុន្តែយើងអត់បានជួបអ្នកជំនាញយើងអត់ដឹងអញ្ចឹងទៅត្រួតពិនិត្យសុខភាពគឺបានប្រយោជន៍បែបហ្នឹងអញ្ចឹងទៅកាលណាយើងដឹងហើយគ្រូពេទ្យប្រាប់ហើយយើងថាតอมប្រៃតอมផ្អែមតอมខ្លាញ់បាទតอมខ្លាញ់អីចឹងយើងដឹងមួយយើងមកវិញយើងគ្រប់គ្រងទៅយើងធ្វើទៅយើងបានផលធ្វើឲ្យជីវិតរបស់យើងនឹងអាចមានសុខភាពល្អមានគុណភាពជីវិតបន្តទៅទៀតអញ្ចឹងទាំងអស់នេះឯងដែលយើងអាចទៅពិនិត្យសុខភាពវាបានផលមកបែបហ្នឹងអញ្ចឹងលទ្ធផលនៃការធ្វើតេស្តលទ្ធផលនៃការធ្វើការថតឆ្លុះតាមរយៈគ្រូពេទ្យចង់រកឲ្យហ្នឹងគឺវាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ជួយឲ្យយើងស្គាល់ផ្លូវដើរបាទស្គាល់ផ្លូវដើរធ្វើត្បិតតែយើងអត់ឈឺប៉ុន្តែយើងដឹងមុនថាអូខេយើងអត់មានបញ្ហាអញ្ចឹងមកវិញយើងគេងលក់បងប្អូនយើងមួយចំនួនអញ្ចឹងតាបាទមកវិញគាត់ថាអូឥឡូវឆ្លាស់ហើយបានលោកគ្រូប្រាប់ខ្ញុំអញ្ចឹងជាឆ្លាស់លេងសង្ស័យខ្ញុំលេងសង្ស័យហើយមានអ្នកខ្លះស្ពាយឯកសារមួយបាច់បាទស្ពាយឯកសារណាមិនអាវណាបាទមានស្ពាយអាវមួយបាច់អត់មានអត់ទេស្ពាយឯកសារមួយបាច់មកប៉ុន្តែមិនស្ពាយអាវទេមកពីអ៊ីណាទេពីប្រទេសក្រៅមកឲ្យយកមកគេថាខ្ញុំចេះខ្ញុំចុះយកមកយើងចាប់ផ្ដើមសម្រួលឲ្យគាត់អង្គុយស្រួលយើងចាប់ផ្ដើមផ្ដល់ប្រឹក្សាគាត់ពីនេះពីនោះហើយអស់យើងយកលទ្ធផលហ្នឹងមកបញ្យល់គាត់តាមរយៈការតេស្តឈាមសម្ពាធឈាមគាត់អីយើងមើលនឹងចង្វាក់បេះដូងគាត់ដែលគេធ្វើហើយតែយើងបញ្យល់ទៅអូខ្ញុំគេងលក់អញ្ចឹងណាខ្ញុំគេងលក់ខ្ញុំទៅវិញខ្ញុំគេងលក់ហ្មងអញ្ចឹងនេះហើយជាប្រយោជន៍អញ្ចឹងណាបើមិនអញ្ចឹងគាត់ថាគាត់ធ្វើអត់កើនរសេះរសោះគិតថាគ្រូពេទ្យនោះគេថាអញ្ចេះគ្រូពេទ្យនោះគេថាអញ្ចោះជួនកាលទៅក្រៅនោះគាត់អត់ចេះគាត់ត្រូវការអ្នកបកប្រែឲ្យជួយគាត់អត់ចេះភាសាអញ្ចឹងនៅពេលអ្នកបកប្រែគាត់មិនមែនពេទ្យទេណាបាទតែអញ្ចឹងបកប្រែទៅគាត់ថាគាត់ស្ដាប់អត់យល់បាទគាត់ស្ដាប់អត់យល់ដល់អញ្ចឹងគាត់ចង់បានអ្នកជំនាញអញ្ចឹងគាត់យកមកឲ្យខ្ញុំជួយអញ្ចឹងខ្ញុំបានបញ្យល់សេចក្តីគាត់ទៅគាត់ក៏ចាប់ផ្ដើមសប្បាយចិត្តឡើងវិញបាទកាលណាគាត់សប្បាយចិត្តឡើងវិញគាត់ថាគេងលក់អីលក់នេះក៏សុខភាពផ្លូវចិត្តមួយដែរបាទអញ្ចឹងcheck សុខភាពគឺបានមកវិញនៅការជំរះមន្ទិលអារម្មណ៍ឲ្យយើងភ្លឺថ្លាក្នុងការគិតគូរមុខរបររកទទួលទានការងាររបស់យើងបន្តទៅទៀតអញ្ចឹងណាបាទអញ្ចឹងមានប្រយោជន៍អត់មានប្រយោជន៍បាទហើយបើសិនជាយើង check សុខភាពមួយទៀតគឺយើងបានមានន័យយើងដឹងអំពីស្ថានភាពរបស់យើងមុនអញ្ចឹងការព្យាបាលក៏អស់លុយតិចបាទដោយសារយើងទៅចាប់ផ្ដើមអញ្ចឹងយើងព្យាបាលអស់លុយតិចអស់ពេលវេលាតិចអញ្ចឹង
ប្រយោជន៍បែបនេះហើយបើយើងអត់ទេស្រាប់តែផ្ទុះភឹងថាយើង stroke បាត់ បាទ យើងត្រូវការព្យាបាលអស់លុយច្រើនហួសពេលជួយអត់បាន បាទ អញ្ចឹងទាំងអស់នេះជាប្រយោជន៍នៃការ check សុខភាពយើងនឹងបានមកវិញប្រសើរហ្នឹងដោយសារយើងចេះប្រើប្រាស់ពេលវេលាប្រើប្រាស់ឱកាសខ្លួនឯងដើម្បីទៅជួបគ្រូពេទ្យត្រួតពិនិត្យសុខភាពនឹងឯងអញ្ចឹងណាបាទអរគុណច្រើនបាទអរគុណលោកអ្នកបែបឥឡូវបានជ្រាបខ្លះៗเนาะបាទគឺថាការត្រួតពិនិត្យសុខភាពឬក៏ឆែកសុខភាពហ្នឹងយើងអត់អាចធ្វើនៅផ្ទះដោយខ្លួនឯងទេទោះបីយើងមានឧបករណ៍មួយចំនួនកាន់តែទំនើបអាចដឹងពីចង្វាក់បេះដូងដឹងពីចលនាឈាមរត់ដឹងពីជាតិស្ករក្នុងឈាមឯខ្លះឧទាហរណ៍ក៏ប៉ុន្តែក៏មិនទាន់ជាព័ត៌មានលម្អិតដែលយើងស្គាល់ពីខ្លួនយើងតាក់ទងទៅនឹងសុខភាពនោះទេអញ្ចឹងមានជំងឺមួយចំនួនវានៅក្នុងខ្លួនយើងសំជំងឺខ្លះគឺអត់ឲ្យយើងដឹងអត់ឲ្យរោគសញ្ញាឲ្យយើងកត់សម្គាល់បានទេគឺវានៅខ្លួនយើងនឹង2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំក៏មានដែរដល់ពេលចេញជារោគសញ្ញាឬក៏ឲ្យយើងចាប់ផ្ដើមដឹងមានន័យថាវាជាដំណាក់កាលមួយគោលដៅរបស់មេរោគហ្នឹងវាចិត្តបានសម្រេចធ្វើការធ្វើស៊ីយើងទៅវាចេញអាការៈនៅពេលនោះវាចេញអាការៈខ្ញុំឧទាហរណ៍ដូចជំងឺថ្លើមបាទវាឆ្លងចូលមកក្នុងខ្លួនយើងវាអត់មានសញ្ញាអីទាំងអស់បាទហើយយើងអាងថាយើងមើលទៅយើងធម្មតាបាទយើងអត់ខ្វល់នៅពេលណាដែលវាប្រមូលផ្ដុំបានបាទថ្លើមយើងខូចបាត់បាទហើយយើងប្រឹងតែផឹកស្រាប្រឹងតែជក់បារីប្រឹងតែញ៉ាំអាហារផ្ដេសផ្ដាស់អញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍ថាដូចជាអស់កម្លាំងដូចជាស្រេកស្លាំងជាងមុនបាទចាប់ផ្ដើមទៅរកពេទ្យសិនបាទពេលដែលយើងទៅរកពេទ្យពេលនោះឯងតេស្តទៅឃើញបាទមើលកោសិកាមហារីកថ្លើមគេហៅAFP ហ្នឹង alpha fetoprotein ហ្នឹងគេមើលទៅឃើញវិជ្ជមានបាទអញ្ចឹងទៅធ្វើ fibroscan យើងឃើញថ្លើមក្រាន់គ្រឿមក្រាន់បាទហើយពេលនោះយើងប្រឈមនឹងការទាញទឹកអីចាប់គ្រូជួយខ្ញុំផងខ្ញុំប្រហែសអត់បានមើលខ្ញុំសោកស្ដាយណាស់បាទមានអីកើតទៀតឥឡូវខ្ញុំសួរបាទហើយកុំអាងបាទឱកាសសម្រាប់គ្រូពេទ្យក្នុងការសង្គ្រោះក៏លែងមានកម្រិតបាទមិនមែនថាអត់សោះទេតែមានកម្រិតបាទឱកាសទទួលបានសុខភាពល្អដូចដើមរបស់យើងក៏លែងមានបាទលែងមានហើយកុំថាំងខ្ញុំមានលុយច្រើនខ្ញុំទៅរកធ្វើ liver implant អីអត់ប្រយោជន៍បាទអញ្ចឹងណាបាទអ្នកខ្លះទៅខូចតម្រងនោមបាត់ឧទាហរណ៍អញ្ចឹងបាទហើយដល់ខ្ញុំចង់លាងឈាមខ្ញុំចង់ទៅដូរកលៀនដូរបានអីមកវិញហើយដូរនឹងថាអ្នកដែលដូរសួរទៅអ្នកដែលស្ដាប់អាចដឹងដូរនឹងបានអីមកវិញខ្លះប្រយោជន៍មកវិញគឺនៅរ៉ាំរ៉ៃឈឺវេទនារហូតដូចគ្នាមិនជាល្អប្រសើរទេអស់លុយអាកាសច្រើនហើយខាតពេលវេលាបាទអញ្ចឹងទាំងអស់នេះការត្រួតពិនិត្យសុខភាពជាមុន check up ហ្នឹងណាបាទ health check up ហ្នឹងគឺល្អណាស់បាទមានអីចង់ពិគ្រោះអាចតាក់ទងខ្ញុំតាម Telegram ដែលយើងមានលេខនៅក្នុងនេះយើងមានណាបាទលេខខ្ញុំមានបាទតិចទៀតមានហើយតាក់ទងមកតាមនឹងមកបាទ Telegram ខ្ញុំគឺ097 734 77 យេបាទអញ្ចឹងម្ដងទៀត097 734 77 នេះជាលេខទូរស័ព្ទដៃខ្ញុំនិងTelegram បងប្អូនអាចភ្ជាប់បានបើសិនជាមានចម្ងល់ចង់សួរនាំអំពីបញ្ហាសុខភាពដោយឥតគិតថ្លៃបាទពីគ្រោះតាមអនឡាញឥតគិតថ្លៃទេបាទអរគុណលោកជាអមរិតបាទឥឡូវនេះខ្ញុំសូមបង្វែរអារម្មណ៍ពីការជជែកយើងពីរនាក់បាទមកមើលប្រិមិត្តបន្តិចសិនយើងទុកគាត់ចោលមកកដប់នេះបាទប្រិមិត្តកំពុងទេសនាថាគ្រាន់លើកសំណួរខ្ញុំសួរលោកគ្រូម៉ែបាទអធិស្ឋានលោកគ្រូលោកមានប្រសាសន៍ទៅឲ្យតមកលក្ខបាទតមកអីគេមកវគ្គមកកង់ទៅចឹងក៏បានឥឡូវលោកគ្រូ stop តាមនឹងទីសិនបាទឥឡូវមើលប្រិមិត្តមានជំងឺប្រាសបេះដូងតែលំហាត់ប្រាណបែបណាព្រោះពេទ្យមិនទាន់ប្រើថ្នាំទេអរគុណដោយសារប្រាសបេះដូងហ្នឹងវាមាន2ថតវាមានប្រាសបេះដូងឆ្វេងនិងប្រាសបេះដូងស្ដាំបាទអញ្ចឹងគាត់មានបញ្ហាហ្នឹងប្រាសវាបិទមិនជិតឬក៏ប្រាសបេះដូងហ្នឹងគាត់មិនដឹងប៉ុន្តែពេទ្យប្រាប់គាត់ហើយអញ្ចឹងណាបាទបាទ
ប្រើបេះដូងបាត់មិនចិត្តឬក៏ប្រើបេះដូងហ្នឹងវាធ្លាយវាអីចឹង បាទអញ្ចឹងតើខាងឆ្វេងនិងខាងស្ដាំវាខុសគ្នាបើសិនជាប្រើបេះដូងស្ដាំអាហ្នឹងវាបឺតឈាមដែលយើងប្រើហើយហ្នឹងចូលមកក្នុងខ្លួនយើងមកក្នុងប្រើបេះដូងមកក្នុងបេះដូងបាទដល់ពេលប្រើបេះដូងឆ្វេងគឺវាកម្លាំងខ្លាំងណាស់ពេលវាបិទវាបាញ់ឈាមឲ្យចេញទៅប្រើប្រាស់មកវិញបាទអញ្ចឹងមិនដឹងខូចខាងណាប៉ុន្តែខូចខាងណាក៏ដោយទៅចាំថាអ្នកដែលមានបញ្ហាជំងឺប្រើបេះដូងបិទមិនជិតឬក៏ប្រើបេះដូងប្រហោងអាហ្នឹងយើងចាំបាច់មិនត្រូវធ្វើអីហត់ហើយបន្តទៀតទេមានតែយើងសួរពីលំហាត់ប្រាណគូលំហាត់ប្រាណកម្រិតណាពេលដែលយើងហាត់ប្រាណហ្នឹងក៏ដោយយើងធ្វើអីក៏ដោយវាហត់ហើយឲ្យតែយើងធ្វើសកម្មភាពកាលណាយើងហត់ហើយយើងខំប្រឹងទៀតវាអាចគាំងបានអាចគាំងស្លាប់បានអញ្ចឹងបើយើងធ្វើហាត់ប្រាណយើងហត់ល្មមយើងឈប់សិនបាត់យើងធ្វើទៀតបានអាហ្នឹងល្អសម្រួលអញ្ចឹងមានន័យថាកុំបខំបាទកុំមានហត់ហើយកុំបន្តអញ្ចឹងណាបាទយើងសម្រាប់សិនបើយើងហាត់សាមញ្ញកុំបខំកុំបខំហ្នឹងបាទហាត់តាមសមូលទៅជួនកាលបខំហ្នឹងយើងអត់ចង់ហាត់គេបខំយើងឲ្យទៅហាត់បាទកុំបខំខ្លួនឯងប៉ុន្តែអានេះចង់ប្រាប់ថាពេលដែលយើងធ្វើអីមួយហត់ហើយយើងសម្រាប់វាបាត់ហត់ចាំយើងបន្តទៀតកុំឲ្យពេលហត់អីនៅតែបន្តសកម្មភាពបាទអញ្ចឹងជំងឺប្រះបេះដូងអាចថាពេទ្យអត់ឲ្យថ្នាំតាមពិតបើសិនជាធ្ងន់ធ្ងរគេ CHF បាទ congestive heart failure គឺយើងឲ្យថ្នាំមានថ្នាំមួយចំនួនឲ្យដែរបើសិនបើមើលទៅគ្រូពេទ្យគាត់ធ្វើរោគវិនិច្ឆ័យទៅឃើញថាគាត់មានកើតជំងឺប្រះបេះដូងបិទមិនជិតឬក៏បេះដូងគាត់វាចំហអស់ហើយហ្នឹងគ្រូពេទ្យគេឲ្យថ្នាំដែរបើមិនចឹងទេវាហើមមុខហើមជើងអីជាដើមអញ្ចឹងណាបាទអញ្ចឹងមិនមែនអត់សោះទេប៉ុន្តែប្រហែលជាគាត់នៅកម្រិតស្រាលណាមួយដែលគ្រូពេទ្យមិនឲ្យថ្នាំប៉ុន្តែឲ្យយើងគ្រប់គ្រងប្រៃផ្អែមអីចឹងនៅក្នុងកាតគាត់គេសរសេរថា low salt diet អញ្ចឹងគ្រូពេទ្យនឹងសរសេរនៅលើកាតពិនិត្យសុខភាពថា low salt diet មានន័យថាឲ្យកាត់បន្ថយប្រៃនិងផ្អែមបាទបាទអញ្ចឹងនិយាយជារួមមកសម្រាប់ប្រិមិត្តយើងខាងដើមបាទគឺធីរតហាត់ប្រាណក្នុងចលនាមួយក៏បានដែរប៉ុន្តែការហាត់គឺសន្សំបើហត់សម្រាប់សិនចាំបាត់ហត់បន្តទៀតបន្តបន្តិចទៀតទៅបន្តទៀតទៅកុំធ្វើក្នុងរយៈពេលយូរហើយពេលដែលហត់ខ្លាំងនៅបន្តធ្វើឲ្យតមអាហារតមអីមួយចំនួនដែលពេទ្យជម្រាបជូនណាបាទនេះជាអនុសាសន៍ពីចម្ងាយទេបាទអួយសួរថាលោកគ្រូបើយើងខ្វះគ្រាប់ឈាមក្រហមហើយខ្វះជាតិស្ករទៀតតើយើងគួរធ្វើដូចម្ដេចជាទូទៅប្រសិនបើយើងខ្វះគ្រាប់ឈាមក្រហមវាមានកម្រិតរបស់វាជាទូទៅគ្រាប់ឈាមក្រហមគេហៅគេសរសេរនៅក្នុងលទ្ធផលតេស្តឈាមនៅក្នុងទីពិសោធន៍គេសរសេរថា RBC មកពាក្យថា red blood cell នៅក្នុង reference range របស់វាគឺ 4.5 ទៅ 5.6 បាទអញ្ចឹងបើសិនបើយើងទាបជាង 4.5 គេហៅថាយើងខ្វះកម្រិតគ្រាប់ឈាមក្រហមបាទតែបើសិនជាយើងលើសពី 5.6 គេហៅថាយើងថាលើសគ្រាប់ឈាមក្រហមទៅវិញបាទសួរថាយើងនិយាយពីខ្វះហ្នឹងកម្រិតណាបើយើងខ្វះខ្លាំងមែនទែនរហូតដល់យើងបញ្ចូលឈាមក៏មានដែរប៉ុន្តែបើយើងខ្វះក្រោមពី 4.5 នឹងតិចតួចអាចថា 3.5 ឬអីឬក៏ត្រឹម3អីយើងគ្រាន់តែអស់កម្លាំងវិលមុខស្លេកស្លាំងអីចឹងហត់ថប់ដង្ហើមអីញ័រទ្រូងហ្នឹងបាទអញ្ចឹងអាហ្នឹងទៅពេទ្យអញ្ចឹងមិនឲ្យមក check មើលហើយមកជួបគ្នាសិនមកជួបខ្ញុំមកខ្ញុំប្រាប់ហើយអញ្ចឹងណាបាទថាឥឡូវយើងធ្វើម៉េចយើងមានថ្នាំមកជំនួយគ្រាប់ឈាមក្រហមបាទដើម្បីឲ្យគាត់ញ៉ាំដើម្បីឲ្យខួរឆ្អឹងផលិតបាននៅកូលីកាក្រហមមកវិញគ្រប់គ្រាន់យើងមានថ្នាំជាតិដែកហ្នឹងបាទយើងមានវិធីឲ្យគាត់ញ៉ាំបន្លែដែលមានជាតិដែកដើម្បីជួយឲ្យខួរឆ្អឹងគាត់មានវត្ថុធាតុដើមដើម្បីយកទៅផលិតគ្រាប់ឈាមក្រហមឲ្យយើងរកមើលសញ្ញាមួយចំនួនដែលគាត់បាត់គ្រាប់ឈាមក្រហមទៅណាអាចគាត់មានបញ្ហាឬដួងបាត់រ៉ាំរ៉ៃពេលគាត់បាត់ជើងធំម្ដងហូរឈាមរហូតហើយនៅពេលដែលហូរឈាមទៅខួរឆ្អឹងផលិតឈាមមកអត់ទាន់អញ្ចឹងគាត់ខ្វះដែរមិនមែនខ្វះតែគ្រាប់ឈាមក្រហមទេអ្នកជំងឺបែបនេះគឺគាត់ខ្វះទាំង hemoglobin ទៀតបាទ hemoglobin ហ្នឹងគឺជាគ្រាប់ឈាមដែលពេញវ័យដែលអាចចាប់អុកស៊ីហ្សែនទៅឲ្យរាងកាយយើងប្រើបានអញ្ចឹងអុកស៊ីហ្សែននិង hemoglobin ហ្នឹងជាទូទៅគេឲ្យ12បាទ12អ្នកខ្លះមានត្រឹមតែ8 9 10ហ្នឹងវាទាបកាលណាអ្នកខ្វះគ្រាប់ឈាមក្រហមវាមកពី
បាត់បង់ដោយសារអញ្ចឹងគ្រាប់ឈាមក្រហមខ្វះអុកស៊ីហ្សែននៅក្នុងឈាមយើងក៏ខ្វះដែរវិលមុខរួយកព្រិលភ្នែកអស់កម្លាំងអីជាដើមនេះជាហេតុដែលយើងឲ្យទៅពិនិត្យសុខភាពទៀតបាទ check up សុខភាពហ្នឹងមើលឈាមផងធ្វើអេកូមើលកន្លែងណាមួយដែលគ្រូពេទ្យសង្ស័យឲ្យអញ្ចឹងវាបានផលអញ្ចឹងសម្រាប់អ្នកខ្វះគ្រាប់ឈាមក្រហមយើងមានវិធីព្យាបាលដោយប្រើថ្នាំនិងគ្រប់គ្រងរបបអាហារជាពិសេសគឺបន្លែពណ៌បៃតងនឹងឯងបាទអូបាទប៉ុន្តែគាត់ថាខ្វះជាតិខ្វះឈាមក្រហមហើយខ្វះស្ករទៀតបាទខ្វះស្ករជួនកាលមកពីគាត់អត់កាលណាគាត់ខ្វះគ្រាប់ឈាមក្រហមគាត់វិលគាត់រមូលគាត់ឈឺក្បាលគាត់អស់កម្លាំងគាត់អត់ឃ្លានបាទគាត់អត់ឃ្លានទេអញ្ចឹងគាត់អត់ញ៉ាំធ្វើឲ្យគាត់ខ្វះស្ករអីអាហ្នឹងបាទធម្មតាអញ្ចឹងកាលណានេះទៅគឺវាទៅជាមួយទាំងព្រមអញ្ចឹងបាទកាលណាគាត់ឥឡូវគង់ឯងសាក់មិនបាច់ចាំនេះគង់ឯងគ្រាន់តែជិះឡានពុលវិលមុខខ្ញាល់ហ្នឹងឈឺក្បាលហ្នឹងលែងឃ្លានអីមាត់ហ្នឹងលែងដឹងរសជាតិអីបាទប្រហេតុប្រហាតអីក៏លែងចង់អញ្ចឹងកាលណាយើងអត់ដាក់ចូលខ្លួនយើងវាប្រើអាធម្មពលរបស់យើងទៅវាធ្វើឲ្យខ្វះនៅក្នុងឈាមហ្នឹងបាទយល់ទេអរគុណបាទវួយគាត់សួរបន្តថាខ្ញុំចង់ហាត់ប្រាណដែរតែពេលហាត់ចេះតែវិលមុខលហិតលហៃអស់កម្លាំងហ្នឹងដូចខ្ញុំនិយាយចឹងនៅពេលណាដែលយើងមានអុកស៊ីហ្សែនឬក៏គេហៅ hemoglobin អត់គ្រប់ឬក៏គ្រាប់ឈាមក្រហមយើងអត់គ្រប់ពេលដែលយើងធ្វើសកម្មភាពកាន់តែខ្លាំងខ្លួនយើងប្រើអុកស៊ីហ្សែនកាន់តែច្រើនយើងបញ្ចូលវាអត់គ្រប់វាធ្វើឲ្យយើងអត់ស្រួលខ្លួនហ្នឹងហើយបាទអញ្ចឹងវាអត់ balance ក្នុងខ្លួនយើងអត់តលរយៈភាពបាទអ្នកណាដែលមានបញ្ហា hemoglobin ទាបឧទាហរណ៍ទៅមុជទឹក1 2 3ផ្លឹបបាទថាមុជក្នុងអាងហែលទឹកចុះគេអ្នកគ្រប់គេបាន1នាទីយើងបានតែ15វិនាទី20វិនាទីយើងថប់ឲ្យយើងចាប់ដើមទ្រាំអត់បានយើងងើបឡើងហើយបាទអញ្ចឹងបាទអញ្ចឹងដោយសារអីកម្រិតអុកស៊ីហ្សែននៅក្នុងខ្លួនយើងវាខ្វះរួចទៅហើយដល់យើងទៅប្រអត់វាទៀតអញ្ចឹងបាទអញ្ចឹងកន្លែងហ្នឹងត្រូវមក check up សុខភាពសិនមកជួបខ្ញុំសិនណាបាទសង្ឃឹមថាវួចអាចកន្លែងឆៃសុខភាពហើយទទួលយកការណែនាំឬក៏អនុសាសន៍មួយចំនួនពីវិជ្ជបណ្ឌិតនៅត្រង់ណាដែលថានៅក្បែរខ្លួនឬក៏អាចមកជួបលោកគ្រូបាទហើយការខ្វះគ្រាប់ឈាមនឹងមួយទៀតបើសិនបើគាត់អត់យកចិត្តទុកដាក់វាធ្វើឲ្យខូចសរីរាង្គផ្សេងទៀតកាលណានៅយូរបាទនៅយូរយើងបដោយទុកឲ្យយូរកាលណា hemoglobin កាន់តែទាបឡើងសល់8 7ចុះមកហើយយើងចេះទ្រាំណាអត់ដឹងរឿងអត់ទៅពេទ្យអញ្ចឹងទៅគ្រាប់ឈាមក្រហមយើងចុះពី3មក2កន្លះអីចឹងហើយយើងចេះទ្រាំទៅស្លេកហត់បដើសរីរាង្គនៅក្នុងខ្លួនយើងមួយចំនួនវាក៏ទ្រុឌទ្រោមទៅតាមហ្នឹងដោយសារអីដោយសារសរីរាង្គទាំងអស់វាត្រូវការ nutrient ត្រូវការចំណីអីគេអាហ្នឹងហៅ nutrient អាហារូបត្ថម្ភតែចាំវាបាទហើយអាហារូបត្ថម្ភហ្នឹងគឺឈាមអ្នកនាំទៅបាទហើយពេលឈាមខ្វះអត់បាននាំអាហារូបត្ថម្ភទៅបាទវាធ្វើឲ្យអុកស៊ីហ្សែនក៏ចឹងដែរក៏ត្រូវការអញ្ចឹងហើយបានគេសម្គាល់ឃើញអ្នកជំងឺដែលមានបញ្ហាបេះដូងរ៉ាំរ៉ៃសួតរ៉ាំរ៉ៃខ្វះអុកស៊ីហ្សែនខ្វះឈាមទៅចិញ្ចឹមវាគេមើលកញ្ចក់ដៃហ្នឹងឃើញពណ៌ស្វាយហើយបើរ៉ាំរ៉ៃមែនទែនកញ្ចក់ដៃឡើងកោងដូចមាត់សេកអាហ្នឹងវាហេតុអីបានអញ្ចឹងព្រោះវាឆ្ងាយពីបេះដូងកន្លែងហ្នឹងបាទយល់ទេដៃយើងឆ្ងាយពីបេះដូងខ្លាំងបាទអញ្ចឹងមិនមែនឲ្យទៅមើលអាហ្នឹងទេគ្រាន់ថាអ្នកដែលមានបញ្ហារ៉ាំរ៉ៃអញ្ចឹងទៅមើលគាត់ទៅដឹងហើយអញ្ចឹងណាកញ្ចក់ខ្ញុំសិនបាទអញ្ចឹងកន្លែងនេះគ្រាន់តែជាសញ្ញាមួយវាមិនយកមកធ្វើរោគវិនិច្ឆ័យទេគ្រាន់តែចង់សម្គាល់ថាអ្នកដែលមានបញ្ហារ៉ាំរ៉ៃបែបហ្នឹងតាក់ទងបេះដូងរ៉ាំរ៉ៃឬក៏សួតរ៉ាំរ៉ៃមើលកញ្ចក់ដៃគាត់ទៅពណ៌អត់ថ្លាអត់ក្រហមដូចយើងទេបាទពណ៌ឡើងស្វាយហើយកោងមើលខ្ញុំអត់អីណាអីទេនៅរស់បានបាទរស់ហើយគង់ឯងមានអីគង់ឯងក្រែងរស់ហើយគង់បាទមិនទៅណាទេមិនងាយទេថាលេងទេបាទយល់ដឹងទេរស់ហើយនឹងតែអញ្ចឹងចុះហ្នឹងហើយបាទឈីជំរាបសួរលោកគ្រូសង្ហាទាំងពីរជំរាបសួរឈីបាទឈីរត់ចោលបាទធីរតគាត់ថាហាត់ដើរតិចអូអរគុណច្រើនបាទធីរតបាទកំពុងទស្សនាហើយចូលរួមខមមិនបន្ថែមបញ្ជាក់បាទអរគុណច្រើនបាទធីបូផាបាទគាត់ដាស់បេះដូងមកច្រើនដែរអរគុណច្រើនបូផាបាទគ្រីស្ទីណូ KH ឲ្យ4ម្នាក់មួយបាទលោកគ្រូហេតុអីអណ្ដាតប្រេះអូយើងធ្លាប់តែប្រេះមាត់ប្រេះអាហ្នឹងវាមានរឿងច្រើនណាស់តើមកពិនិត្យ
ចឹងមកពីគ្រូគ្នា ប៉ុន្តែអាចជំរាបគាត់ជាបឋមណា គាត់អាចដឹងខ្លះគេហៅជំងឺអីគេហៅអណ្ដាតផែនទី បាទ ដែលលឺ បាទ អណ្ដាតយើងប្រេះ កវេមកវាម ហ្នឹងដូចផែនទីអញ្ចឹងមានជ្រៅមានរាក់កហេងកហូងអញ្ចឹង បាទ ហ្នឹងជំងឺអណ្ដាតផែនទីអញ្ចឹងណា បាទ មួយទៀតវាអាចមកពីពពួកវីតាមីន B deficiency មានន័យថាគាត់ខ្វះពពួកក្រុម B វីតាមីន បាទ ទោះថាចុះមិនបានខ្វះស្រុកឥឡូវហើយមិនបានទៅខ្វះទៀតស្រុកឥឡូវនេះរឹតតែនាំឲ្យខ្វះ ហេតុអីគ្រូ ដោយសារតែយើងសម្បូរអាហារផ្សេងឆ្អែតហើយយើងមិនបានគិតពីអាហាររូបត្ថម្ភដែលមានពពួកក្រុម B វីតាមីនទេ អូ យើងមានសាច់យើងញ៉ាំតែសាច់យើងមានបាយយើងញ៉ាំតែបាយមានភីហ្សាញ៉ាំតែភីហ្សាហ្នឹងនៅក្នុងខ្លួនយើងវាត្រូវការវីតាមីន B ត្រូវការវីតាមីន D ត្រូវការវីតាមីន E ត្រូវការអីទាំងអស់ប៉ុន្តែយើងញ៉ាំអស់ហ្នឹងវាអត់មាន បាទ ដល់មានខ្លួនយើងវាធាត់ធំមែនដោយសារស្ករដោយសារប្រូតេអ៊ីនប៉ុន្តែវាខ្វះអាហ្នឹងមួយធ្វើឲ្យមាត់យើងចាប់ផ្ដើមមានបញ្ហាពងបែកហៅ blister បាទនៅក្នុងមាត់យើងពងមួយដូចមុនអញ្ចឹងឈឺទៅបាត់ទៅអណ្ដាតយើងពងបែកមួយទៅឈឺបាត់ទៅហ្នឹងជាមូលហេតុដែរ អូ អញ្ចឹងគាត់មកជួបខ្ញុំមកខ្ញុំជួយបាន បាទនោះបេះដូងខ្ញុំកំពុងមើលដែរណោះ ណា អត់ប្រាប់ មួយណា មិញនិយាយដើម ជំរាបសួរ បាទមិញនិយាយដើមថាខ្ញុំ3រួចអត់ អូអញ្ចឹងហ៎ បាទ មើលបងអូនឆ្លើយមើល ឥឡូវ ណាមួយណាឈ្មោះអី ចាំមើលទៅឆ្លើយហើយឆ្លើយក្នុងហើយ អញ្ចឹងហ៎ តែខ្ញុំ3ក៏រួចអត់ បាទ បាទ ដឹងគង់ដែល3អត់ មើលប្រិមិត្តយើងគង់ដែល3អត់ហើយ3រួចអត់គង់ បាទអរគុណលោកគ្រូខ្ញុំឈឺបេះដូងធ្វើម៉េចទៅធ្វើម៉េចជួយបាន ឈឺម៉េចមើលចង់ដឹង បាទ ដូចខ្ញុំនិយាយមិញបេះដូងវាឈឺច្រើនណាស់ បាទនឹងឈឺ តែអាឈឺពិបាកព្យាបាលជាងគេគឺអាជំងឺមិនជំងឺខូចប្រះបេះដូងឲ្យដូចប្រិមិត្តយើងមុនទេណា ជំងឺស្នេហា គឺជំងឺស្នេហា អូ ហ្នឹងហើយ ហើយឥឡូវនេះក្នុងកម្មវិធីយើងពីនេះពីនោះដើម្បីសុខភាពរឿងស្នេហាក៏បានដែរ បាទអូបើឈឺបេះដូងដោយសារស្នេហាឈឺបេះដូងអញ្ចឹងថ្នាំហ្នឹងគឺតើតែថ្នាំបេះដូងហ្នឹងដែរ ហ្នឹង បាទប៉ុន្តែត្រូវអត់ទេណាប្រិមិត្តបាទ ហើយថ្នាំបេះដូងហ្នឹងមិនមែនសំដៅទៅលើបេះដូងនេះទេ បាទ មិនសំដៅទៅលើបេះដូងទេពីព្រោះបើយើងនិយាយពីបេះដូងសំដៅទៅលើចិត្ត បាទ អញ្ចឹងវាបែកទៅទៀតណា បា បើ ទ មានសួរបាទកាលណាចិត្តរបស់យើងហ្នឹងមិនអាចគ្រប់គ្រងបានណាមិនស្កប់ណា បាទ វាធ្វើយើងឈឺហើយយើងហៅថាបេះដូងដោយសារបេះដូងតំណាងឲ្យចិត្តរបស់យើង បាទ កាលណាចិត្តរបស់យើងខឹងក្រោតបេះដូងយើងដើរញាប់ បាទ មែនទេ បាទ បាទ អញ្ចឹងបានគេឲ្យរៀនសម្រួល បាទ អារម្មណ៍សម្រួល ព្រោះចិត្តនិងបេះដូងតែមួយឯង បាទ អញ្ចឹងណាចុះគេថាអញ្ចឹងយកបេះដូងបានហើយយកចិត្តបានហើយ អូបាទយកបេះដូងមក អ្នកឯងស្រឡាញ់ទៅស្រឡាញ់តាកាយទៅតែខ្ញុំយកបេះដូងបានហើយគេយកចិត្តបានហើយអញ្ចឹងហេ យកចិត្តបានក៏យកទៅ ហ្នឹងហើយ ទៅសម្ញានអោបចិត្តហ្នឹងទៅ ហ្នឹងប៉ុន្តែអ្នកឯងយកបេះដូងបានអត់បានចិត្តអត់ប្រយោជន៍អញ្ចឹងណានៅជាមួយម្នាក់ហ្នឹងតែគិតដល់ខ្ញុំហេអញ្ចឹងត្រូវយកឲ្យបានទាំងពីរ និយាយលេបាទ អញ្ចឹងកម្មវិធីយើងគ្រាន់តែថាកំសាន្តសប្បាយខ្លះប៉ុន្តែគ្រាន់ថាឈឺបេះដូងវាមានវិធីច្រើនណាស់តើយើងសួរនាំគ្នាថាតើបេះដូងនេះឈឺជំងឺឬក៏ឈឺអី បាទចង្កើមិនដឹងថាប្រិមិត្តសួរចឹងមកបែបសួរលេងជាមួយយើងដែរ បាទអាចអញ្ចឹងក៏ថាបាន តែ ប៉ុន្តែ បើសិនជាចង់បញ្ជាក់បន្ថែមអាចជំរាបជូនបន្ថែមមកថាឈឺបេះដូងមែនតែនឬក៏ឈឺបេះដូងឈឺចិត្តហ្នឹងដែលយើងអាចនិយាយទៅចែកគ្នាលេងមិញតិចចឹងណាជាស្រ័យលុះថាទៅចែកទៅកំពុងឈឺបេះដូងមែនតែនសោះបាទ មានអ្នកសួរមកទៀត បាទបងវិចិត្របាទអរគុណច្រើនបងបានទស្សនាម្ដងទៀតហើយបងលើកឡើងថាស្ដាប់លោកគ្រូទាំងពីរក៏មានអារម្មណ៍ធូរស្រាលដែរ បាទ អរគុណច្រើន ហ្នឹងជាបាទផ្លូវចិត្តមួយទៀតបេះដូងមួយទៀតគេយើង បាទ គាត់សប្បាយទៅនាំគ្នាសប្បាយខ្លះកាត់ទុកខ្លះលាយឡំគ្នាដូចសម្លកកូល្អ បាទ ណា បាទបាទអញ្ចឹងបានថាក្នុងកម្មវិធីការនិយាយលេងសើចខ្លះអធិស្ស្រ័យប្រិយមិត្តអ្នកស្ដាប់ហើយបើសិនជាគិតថាពួកយើងខ្ញុំនិយាយទៅរៀងលេងសើចពេកអញ្ចឹងចង់ផ្ដល់យោបល់កែលម្អអីយ៉ាងម៉េចក៏ទទួលដែរអរគុណច្រើនបាទ ហើយ បាទសំអន បាទ តាមរយៈការវិភាគឈាមលទ្ធផលបង្ហាញថាcreatinine creatinine បាទស្មើនឹង 1.35 បារាំងហៅ CREA ហ្នឹង បាទ ហើយអង់គ្លេសហៅ creatinine បាទ creatinine បាទខ្ញុំដឹងថាលោកគ្រូអាចដឹងថា GFR ស្មើប៉ុន្មានហើយ
ចង់ដឹងថាគួរប្រើថ្នាំអ្វីគួរប្រើថ្នាំអ្វីខ្លះមេតាជួយបំភ្លឺបាទ បាទជាទូទៅ creatinine នៅក្នុង reference range គេឲ្យយើង 1.5 ឬក៏ 1.3 អញ្ចឹងណា normal បាទធម្មតាបើតែយើងឡើង 1.35 បញ្ជាក់ថាតម្រងនោមរបស់យើងមិនបានខ្ជាក់ពុលចេញទេឬក៏ច្រោះពុលពីខ្លួនយើងចេញអស់ទេវានៅសល់ពុលអញ្ចឹងបញ្ជាក់ថាអ្នកដែលមាន CREA ឡើងបញ្ជាក់ថាតម្រងនោមគាត់មុខងារមិនសូវល្អហើយជាតិពុលនៅច្រើនអញ្ចឹង 1.3 ដល់ 1.5 ធម្មតាមែនទេលោក ហ្នឹងហើយ ជួននេះគាត់ថា 1.35 អញ្ចឹងមិននៅក្នុងកម្រិតធម្មតា 1.3 ដល់ 1.5 ធម្មតាឥឡូវគាត់ថា 1.35 អញ្ចឹងវាចង់និយាយពី top វា បាទ ដល់ 1.3 ហ្នឹងវាធម្មតាអញ្ចឹងណាអានេះវា 1.35 បាទអញ្ចឹងវាលើសពី 1.3 ហើយ បាទ យល់ទេ បាទ អញ្ចឹងបញ្ជាក់ថាតម្រងនោមយើងចាប់ផ្ដើមប្រែប្រួលមុខងាររបស់វាធ្វើការមិនអស់ បាទ ដូចយើងលាងដៃមិនជ្រះ បាទ យល់ទេ បាទ ហ្នឹងហើយហើយគ្រប់គ្រងស្រាបារីប្រៃផ្អែមសាច់ច្រើនពេក បាទ ហើយសារជាតិប៉ូតាស្យូមអ្នកដែលមានអញ្ចឹងគឺកុំញ៉ាំអាហារដែលមានជាតិប៉ូតាស្យូមដូចផ្លែឈើដែលមានជាតិប៉ូតាស្យូមម្នាស់ចេកដំឡូងល្ពៅអីហ្នឹងអញ្ចឹងណាអ្នកដែលមានបញ្ហាតម្រងនោមគឺយើងឲ្យគាត់ជិះវាអាហ្នឹងចុះហើយនឹងសាច់បាទស្រាបារីហ្នឹងសាច់ច្រើនពេកក៏បានដែរថ្នាំពេទ្យប្រទេសផ្ដាស់បាទអូបាទនេះជាការឆ្លើយជូនដោយសង្ខេបចាំតេតងនេះតាម Telegram មកចង់លំអិតអាចជំរាបសួរលោកគ្រូបន្ថែមតាម Telegram បាទអត់គិតលុយទេ បាទគ្រូពេទ្យប្រើបេះដូងបាទបេះដូងច្រើនបាទCristino បាទគាត់សរសេរមកបន្ថែមលោកគ្រូប្រពន្ធខ្ញុំឧស្សាហ៍ឈឺចង្កេះពេលចិត្តភ្លឺតើមកពីអ្វីដែរលោកគ្រូតម្រងនោមគាត់ធម្មតា EGFR ហ្នឹង130បាទតាមពិតទៅការឈឺចង្កេះមិនមែនសុទ្ធតែមកពីតម្រងនោមទាំងអស់ទេទោះបីជាតម្រងនោមវាស្ថិតនៅខាងក្រោយខ្នងយើងនេះមកដុំកន្លែងកែងឆ្អឹងជំនីផ្នែកខាងក្រោមជាមួយឆ្អឹងខ្នងបាទអញ្ចឹងតម្រងនោមយើងនៅសងខាងនោះយើងហៅថាកលៀនហ្នឹងប៉ុន្តែនៅពេលដែលយើងឈឺចង្កេះมันប្រកាសថាមកពីតម្រងនោមទាំងអស់ទេបញ្ជាក់ថា EGFR គាត់130អញ្ចឹងវាអត់មានបញ្ហាទេដោយសារតែ EGFR កុំឲ្យទៀបជាង60អញ្ចឹងគាត់ចាប់ពី60ឡើងទៅវាល្អទេវាច្រោះបានល្អអញ្ចឹងប៉ុន្តែអាសាឈឺពេលទៀបភ្លឺអញ្ចឹងមានន័យថាឈឺទៀងវាអាចគ្រោះតម្រងនោមគ្រោះក្នុងតម្រងនោមអញ្ចឹងមកជួបខ្ញុំធ្វើអេកូមើលឲ្យយ៉ាងមានអត់អញ្ចឹងណាអាចគ្រោះអាចមានបញ្ហាអីផ្សេងទៀតអាចគ្រោះតម្រងនោមអាចរលាកតម្រងនោមអញ្ចឹងណាបាទយើងតេស្តទឹកនោមយើងមើលអេកូទៅយើងអាចដឹងរោគវិនិច្ឆ័យបានហើយពេលខ្លះទៀតវាមានរឿងផ្សេងទៀតជួនកាលនៅកន្លែងហ្នឹងបើស្ត្រីវាមានដៃស្បូនវាមានអីទៀតមានពោះវៀនធំមានថង់លិមួកមានអីវាមានរឿងច្រើនទៀតដែលយើងត្រូវឲ្យហ្នឹងអាចនាំមកឈឺចង្កេះហ្នឹងដែរគ្រូឈឺដែរបើសិនជាលិមួកយើងវាច្រើនពេកអត់បត់ជើងទៀងទាត់អីអូអញ្ចឹងបាទវាដកក្នុងថង់លិមួកហ្នឹងបាទអរគុណCristino បាទនៅអាចគួរទៅអេកូមើលតម្រងនោមតើមានគ្រោះអញ្ចឹងមែនអត់បាទឬក៏អេកូមើលផ្សេងៗទៅវាអាចមើលសិនពាក់ព័ន្ធនឹងអីបើមើលតាមEGFR ហ្នឹងគឺมันជាបញ្ហាទេបាទធីរតគាត់សួរជំរាបសួរបន្ថែមធីរតដែលគាត់លើកឡើងពីបញ្ហាប្រាស់បេះដូងហ្នឹងគាត់ថាលោកគ្រូរបបអាហារសម្រាប់ជំនួយប្រាស់បេះដូងមានអ្វីខ្លះมันមានរបបអាហារណាទៅជួយឲ្យដោះប្រាស់បេះដូងវិញឬក៏ប្រាស់បេះដូងបាត់ចិត្តទេគ្រាន់តែយើងញ៉ាំអាហារគ្រប់គ្រងវាកុំឲ្យប្រៃពេកផ្អែមពេកសាច់ច្រើនពេកប៉ូតាស្យូមច្រើនពេកអីទៅវាធ្វើឲ្យប្រាស់បេះដូងយើងហ្នឹងមិនប្រឹងខ្លាំងកាលណាមិនប្រឹងខ្លាំងយើងរស់ជាមួយវាបានស្រួលតែប៉ុណ្្នឹងទេអញ្ចឹងឲ្យត្រឡប់មកធម្មតាដូចគេដូចឯងដូចមុនគឺមិនបានទេគាត់ថាបើយើងតមអាហារតមអីមួយចំនួនដែលពេទ្យប្រាប់ឲ្យតមគឺមានន័យថាកុំឲ្យអាបញ្ហាប្រាស់បេះដូងវិវត្តទៅសុខភាពទៅធ្ងន់ធ្ងរបានប្រហែលណាអញ្ចឹងបានខ្លះគេវះកាត់ដេវាមកវិញបើវាឆែបអីហ្នឹងអញ្ចឹងបានបើថាទៅប្រាអាហារឲ្យវាជាវិញវាអត់មានទេអូបាទអរគុណច្រើនលោកជំរាបការពិតមករយៈដែលខ្ញុំបានអានសំណួរប្រិមិត្តគឺរៀងចេញពីប្រធានបទយើងហ្នឹងហើយប៉ុន្តែត្រឡប់មកវិញគឺថាការដែលធ្វើការពិនិត្យសុខភាពឬក៏ឆែកសុខភាពហ្នឹង នៅតែជាប្រការដែលនៅតែមានសារៈសំខាន់សម្រាប់
យើងគ្រប់គ្នាដើម្បីឲ្យដឹងពីស្ថានភាពសុខភាពដឹងពីខ្លាញ់ក្នុងឈាមដឹងពីខ្លាញ់ក្នុងបេះដូងដឹងពីជាតិស្ករដឹងអីជាដើមហ្នឹងដើម្បីឲ្យយើងមានឱកាសមានលទ្ធភាពបង្ការវាបានមុន បង្ការ ហ្នឹងហើយ មុនវាឈានទៅដល់ដំណាក់កាលត្រឡប់មកវិញអត់បាន បាទ បាទ អញ្ចឹងណា នេះជាចំណុចសំខាន់ពេលវេលាមិនច្រើនតែខ្ញុំមានសំណួរខ្លះលោកចាំដិតអាចសង្ខេបជូននឹងខ្លីៗបន្តិចចុះបាទតើអ្នកវ័យណាឬក៏មនុស្សវ័យណាដែលគួរតែទៅឆែកសុខភាពជាចាំបាច់ហេតុអីបាទ បាទខ្ញុំគិតថាបើយើងនិយាយពីវ័យវាមានច្រើនតាំងពីតូចអញ្ចឹងណា បាទតាំងពីទារករហូតដល់មនុស្សចាស់ជរាប៉ុន្តែបើយើងនិយាយពីកន្លែងនេះយើងចង់សម្ដៅទៅលើអ្នកដែលប្រឈមមុខជាងគេអញ្ចឹងណាបាទជាងគេអ្នកដែលត្រូវទៅឆែកសុខភាពហ្នឹងគឺមនុស្សដែលមានផ្ទៃពោះមនុស្សស្ត្រីដែលមានផ្ទៃពោះ អូនឹងត្រូវឆែក គាត់គួរតែទៅត្រួតពិនិត្យឲ្យបានទៀងទាត់ ត្រួតមើលគល់ឬក៏មើលសុខភាព ទាំងអស់ទាំងសម្ពាធឈាមទាំងកសុខភាពកអីទាំងអស់ បាទ អញ្ចឹងណាក្របឈាមតើគាត់គ្រប់អត់អីអត់ហ្នឹងទៅត្រួតពិនិត្យហ្នឹងអ្នកដែលចាំបាច់ជាងគេ បាទ បាទបន្ទាប់មកអ្នកដែលមានជាប់ពាក់ព័ន្ធជាមួយជំងឺរ៉ាំរ៉ៃមានន័យថាឡើងសម្ពាធឈាមជំងឺបេះដូងអីដូចមិញហ្នឹង បាទ ហើយនឹងអ្នកដែលកើតជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃអីហ្នឹង បាទ ហ្នឹងគាត់ចាំបាច់ត្រូវទៅញឹកញាប់ជាងគេ បាទ បាទបន្ទាប់មកមនុស្សចាស់មនុស្សដែលមានវ័យចំណាស់ បាទ បាទចាប់ពី60ឡើងទៅបាទត្រូវតែទៅត្រួតពិនិត្យមើលពីព្រោះដល់វ័យហ្នឹងគឺបញ្ហាជាច្រើនវានឹងលេចមកម្ដងមួយយើងអាចទាំងមហារីកយើងអាច check មើលទាំងកោសិកាមហារីកយើងអាច check មើលទាំងប្រព័ន្ធផ្សេងដូចជាពោះវៀនធំ prostate អីទាំងអស់ហ្នឹងយើងមើលមហារីកស្បូនអីយើងមើលដឹងមុនក្នុងដំណាក់កាលដំបូងយើងទប់ទល់ឬក៏ព្យាបាលបានជោគជ័យ បាទ អរគុណអញ្ចឹងនិយាយជារួមឃើញថាស្ត្រីដូចជាជាក្រុមអាចថាជាក្រុមប្រឈមជាងគេ ក្រុមប្រឈមច្រើនជាងគេជាតាមធម្មជាតិហ្នឹងគឺមានរួចទៅហើយគឺការដែលមានគ័រពេលមានគ័របរោះអត់បញ្ហាទេមិនអញ្ចឹងប៉ុន្តែស្ត្រីគឺទៀងត្រូវតែមានគ័រ ទៅពិនិត្យដោយសារគាត់មានគ័រអញ្ចឹងទៅពិនិត្យគ័រហើយស្ថានភាពសុខភាពចាប់ផ្ដើមប្រែប្រួលនៅពេលមានគ័រមិនអញ្ចឹងបាទអញ្ចឹងត្រូវតែឆែកហើយជំងឺផ្សេងមួយចំនួនទៀតអធិស្ឋានដូចស្ត្រីនិយាយទៅអាណិតជាងមនុស្សប្រុសមិន ចង់និយាយថាមនុស្សប្រុសវាអត់សូវមានស្អីអាញ៉ៃអាសេមសាមិនច្រើនបើសិនជាអាសាអត់មិនអាសេមសាចង់និយាយថាបើប្រៀបនឹងស្ត្រីបើប្រៀបនឹងស្ត្រី ឥឡូវមើលគង់ឯងនិយាយមើលឥឡូវស្ត្រីមានអីខ្លះអាសេមសា ឥឡូវបើសិនជាគ្រាន់តែនិយាយតែតាមថាធម្មជាតិចុះ បាទ ស្ត្រីមួយខែក៏ឈឺចាប់ម្ដងដែរ ឈឺចាប់អីគេ ទៅម្ដង អញ្ចឹង មួយខែមកម្ដង ខ្ញុំក៏មកដែរខ្ញុំក៏មកដែរម្ដងដូចគ្នា បាទអីលោកមានរដូវទៀត ចុះរដូវក្តៅរដូវត្រជាក់ហ្នឹង បាទ រដូវក្តៅរដូវត្រជាក់ហ្នឹង អញ្ចឹងមួយខែណាមកម្ដងរដូវក្តៅរដូវត្រជាក់ហ្នឹងកន្លះឆ្នាំមកម្ដង ឥឡូវមានអីទៀតលើសមើលមានអីទៀតលើស យ៉ាងហោចណាស់បាទយ៉ាងហោចណាស់ស្ត្រីមួយខែគឺមករដូវម្ដងឈឺចាប់ម្ដង2ថ្ងៃ3ថ្ងៃ4ថ្ងៃ5ថ្ងៃ ស្ត្រីច្រើនតើទៀត នឹង ដូចនៅវិទ្យុស្ត្រីពីមុន នៅធម្មជាតិបរោះមានណាហើយ ឥឡូវទៀត បាទនឹងរឿងមួយទៀតស្ត្រីពោះ មានគ័រ បាទមានគ័របរោះមាននេះណា មានគ័រទេ បាទ ហ្នឹងហើយ ដើររត់យ៉ាងម៉េចមានគ័រ ទៀតមើលស្អី បញ្ហាទេ អីគេអាសេមសាមទៀត អញ្ចឹងស្ត្រីពិបាកតាំងពីមានរដូវតាំងពីមានគ័រ ហ្នឹងហើយ ដល់រហូតទំហំដល់សម្រាលហ្នឹងចាញ់ផងអីផងណានៃ9ខែហ្នឹង អូគួរអីអាណិតមើលទៀតអីទៀត ហើយពេលសម្រាលមកសុខភាពអត់ទាន់ល្អប្រក្តីហ្នឹង មិនទៀត มันពិបាកទៀត មកអីគេ ពិបាកចង់និយាយថា មើលកូន បាទមើលកូនមើលអីចង់និយាយថាទាំងមើលកូនឬក៏អាការថា មើលកូនកលាប់ តសៃខ្ចីយក មើលកូនកលាប់ បាទតសៃខ្ចី ហើយ យក ធ្វើការទាំងកលាប់អត់ទាំងខ្សែខ្ចី បាទ អាហ្នឹងអញ្ចឹង ហ្នឹងมันពិបាក អញ្ចឹងមិនថាពេលខ្លះគាត់ថាគាត់ បាទហើយសុខភាពមកថាបើតាមដឹងណាប្រភេទជំងឺមហារីកវិញណាបរោះអាចមានតិចតួចមហារីកសូដន់ព្រោះមានមហារីកសូដន់ដែរមែនអត់ ហ្នឹងហើយ បាទប៉ុន្តែមានតិចតួចលទ្ធភាពដែលកើតហ្នឹងគឺតិចណាប៉ុន្តែស្ត្រីកម្រិតខ្ពស់ អញ្ចឹង ស្ត្រីប្រឈមមហារីកមាត់ស្បូនអីណាណីទៀតណោះ ហ្នឹងហើយ អាកឡុកកលៀតណាណីហ្នឹងគឺវាចង់និយាយថាមានច្រើនជាងបរោះ គួរអាណិតណា ប្រឈមនឹងបញ្ហា ពេលគង់ឯងនិយាយអញ្ចឹងខ្ញុំចង់ស្រក់ទឹកភ្នែក បាទ អញ្ចឹងអាណិត បាទ ប៉ុន្តែយើងប្រុសខ្លាំងនៅក្រៅហ្នឹងប៉ុន្តែចាញ់ស្ត្រីហើយ ចាញ់មិន ស្ត្រីសេមអាសាមែនប៉ុន្តែពាក្យច្រើនគឺឈ្នះយើង
ឈ្នះយ៉ាងម៉េច ស្ត្រីឈ្នះយើងតាំងពីនៅក្នុងផ្ទៃតាំងពីនៅជាមេជីវិត បាទអូ ស្ត្រីឈ្នះយើងតាំងពីចាប់ផ្ដើមដំបូង ហេគេនិយាយសុខភាពតា ហ្នឹងហើយ បើនិយាយរឿងផ្សេងស្ អ ត្រី រេ មាន អរេ រឿង អ ផ្សេ រេ ង អរេខ្ញុំចង់និយាយ ខ្លាំងជាងបុរស ឲ្យយល់ បាទ ស្ត្រីខ្លាំងជាងតាំងពីចាប់ជួបគ្នាដំបូង បាទ បើសិនជា មេជីវិតហ្នឹងនិយាយមេ មេជីវិតរបស់បុរសមេជីវិតដែលទៅជួបបកលក្ខណៈជាភេទញីគឺមានអាយុវែងជាងមេជីវិតដែលទៅបកជីវិតជាមួយពងរបស់ស្ត្រីភេទប្រុស បាទ ភេទឈ្មោល បាទ អញ្ចឹងណា បាទ រត់ក៏លឿនជាង បាទ រត់ទៅចូលជួបពងឈ្មោលពងញីហ្នឹងក៏លឿនជាងអញ្ចឹង បាទ ចាំណាស្ត្រីមានអត់មានជីវិតទេពងរបស់ស្ត្រីអត់មានជីវិតទេ បាទ ប៉ុន្តែជីវិតគឺមានពីបុរសទៅប៉ុន្តែទៅនឹងមានប្រុសមានស្រី បាទ ប៉ុន្តែប្រុសរត់ភាកច្រើនចាញ់ស្រី បាទអូ យល់ទេ ហ្នឹងកតាជីវសាស្ត្រ តាំងពីកើតមក បាទ ហឹមនៅពេលដែលកើតមកនឹង ដល់ពេលទៅបិទម៉ាស៊ីនជាក់លើហើយ នៅពេលដែលកើតអីបើជាប់ចឹងហើយ បាទ នៅពេលដែលកើតមកហើយយើងកើតមកឃើញគាត់ពិបាកមែនយើងឃើញញ៉ៃញ៉ៃច្រើនមែនអាសេមសាមគង់ឲ្យហៅអាសេមសាមហ្នឹងដឹងអីអាសេមសាមហ្នឹងពិបាកមែនប៉ុន្តែដល់ពេលចាស់ទៅ បាទ អាយុច្រើនទៅតាងាប់អស់ហើយ នៅសល់តែយាយទេ តាសបនេះ ទៅមុនហ្នឹងហើយ យាយអាយុវែងជាងមែន ឃើញអត់ឃើញអត់ បើទៅវត្តឯងឃើ អ ញ ញ្ចឹង យាយ អញ្ចឹងមិនថាយើងចាញ់ទៅមើលតាមភូមិនៅសល់តែយាយទេ បាទ តាទៅបាត់អស់ហើយយូរមានមួយទេអញ្ចឹងណា បាទ អញ្ចឹងមានអីខ្លាំងយើងនេះតាចិត្តទៅអស់ហើយ បាទ អញ្ចឹងយើងត្រៀមតែចាញ់ហ្នឹង អញ្ចឹងអាណិតប្រុសវិញចឹង អញ្ចឹងខ្ញុំអាណិតតាប្រុសខំធ្វើការចងប់អាយុខ្លីអស់លេង មកពីភាសាអីប្រទេសផ្ដាស់ច្រើន មែនទេមែនមកពីអញ្ចឹងឯងមកពីធម្មជាតិអញ្ចឹងណា បាទ ធម្មជាតិយើងអាច គ្រូ ចាញ់ មាន មានអី ប្រិមិត្តមួយរូបគាត់មានសំណួរហើយបើសិនជាយើងមិនលើកជូនឆ្លើយគាត់បន្តិចដូចជាមិនសមហើយយើងចិត្តបិទហ្នឹងលោកបាទម៉ាក់ទូចហ្នឹងគាត់ជំរាបសួរប៉ុន្តែព្រំលិខិតឯកាបាទគាត់សរសេរមកគាត់ថាសំទោសលោកគ្រូសុំសួរមួយខ្ញុំចង់សួរថានៅពេលយើងឈឺនោមតែយើងទ្រាំយូរបានយើងទ្រាំយូរបានទៅនោមតែដល់ពេលនោមចេញតិចហើយនោមនោះអត់ចង់ចេញហើយនោមម្ដងគឺយូរតែអាការៈនេះនឹងអាចមានគ្រោះក្នុងតម្រងនោមឬអត់លោកគ្រូបាទសំខ្លី បាទតាមពិតទៅ យល់ អាការៈនេះ បាទ ខ្ញុំគិតថាគាត់មានបញ្ហាជំងឺរីកកពិញប្រូស្តាត បាទ នឹងចាំឆាតខ្ញុំតាម Telegram មកណា បាទ លេខ097ដែលខ្ញុំប្រកាសហ្នឹង បាទ ស្ដាប់ឡើងវិញទៅហើយសេវផ្ញើមកខ្ញុំឆ្លើយតបព្រោះឥឡូវម៉ោងយើងវាជិតអស់អញ្ចឹងណា បាទ បាទអញ្ចឹងតកតងជាមួយនឹង អាចមិនមែនជាគ្រោះតម្រងនោមទេ មិនមែនទេតកតងនឹងជំងឺរីកកពិញប្រូស្តាតកាលណា PBH វាឡើងខ្ពស់វាធ្វើឲ្យគៀបទៅលើផ្លូវនោមហើយប្រសាទយើងគេហៅ motor nerve ហ្នឹងវាទាញអាហ្នឹងអត់បានពីខួរក្បាលបញ្ជាទៅវាទាញឲ្យបើកអត់បានដូចទ្វារយើងអត់ដាក់ខ្លាញ់គោទាញបើកអត់បានពេលយើងឈឺហើយយើងទៅចង់នោមហ្នឹងវាយឺតបើកទ្រាំតែចេញប្រយ័ត្នតែចេញហើយហ្នឹងឲ្យខ្ជិបទៅវិញវាយឺតទ្រាំតែចិត្តយល់ទេនេះជាសញ្ញាមួយដែលយើងត្រូវព្យាបាលឬក៏ដោះស្រាយវាឲ្យបានឆាប់រហ័សហ្នឹងណាបាទនឹងរឿងហ្នឹងដោយសារពេលវេលាអញ្ចឹងខ្ញុំមិនអាចឆ្លើយអស់ហើយឃើញបងអូនស្រីអ្នកទៀតគាត់សួរថាឆ្ងល់យូរហើយអត់អីបានតាស្លាប់ ឆាប់ស្លាប់ជាង ហ្នឹងហើយ និយាយបាទ តាមពិតជាធម្មជាតិហ្នឹងរឿងមួយរឿងទី2តាហ្នឹងអាងតែខ្លួនឯងខ្លាំងមិនសូវបានសម្រានពេលខ្លះស្ត្រីគាត់គេងអស់ហើយនៅតែប្រុសជុំគ្នាដំកង់អញ្ចឹងណាបាទហើយ ហើយការសែបគ្រឿង ហ្នឹងសែបគ្រឿងសវឹងកញ្ឆាស្អីឯណា បរិយ នឹងបរិយអីហ្នឹងគឺច្រើនជាងស្ត្រី បើយាយស្រុកយើងរឿងបរិយអី អត់សូវទេ បាទមានតិចតួចណាស់ហើយស្រាក៏អញ្ចឹងដែរ ហើយធ្វើការអាងតែខ្លួនឯងខ្លាំងទូលផងរែកផងក៏ដៀតផងពេលដែលខ្លាំងណា បាទ អញ្ចឹងនៅពេលហ្នឹងឯងដែលធ្វើឲ្យគាត់ឆាប់ទ្រុឌទ្រោមនិងឆាប់ទៅជាង បាទ ស្ត្រីនិយាយរួមគឺគាត់មិនសូវបានស៊ូទ្រាំអាពេលជាមួយជំងឺហ្នឹងដោយស្ត្រីទេ បាទអរគុណ